នៅក្នុងចំការតូចមួយលក្ខណៈគ្រួសារដែលពោរពេញទៅដោយភាពបៃតងស្រស់លោកអ៊ំប្រុសនិងលោកអ៊ំស្រីបានចំណាយពេលវេលានិងក្តីស្រឡាញ់ក្នុងការដាំដុះបន្លែនិងផ្លែឈើជាច្រើនមុខដោយផ្ទាល់ដៃការដាំដុះរបស់លោកអ៊ំទាំងពីរគឺធ្វើឡើងតាមបែបធម្មជាតិសុទ្ធសាធគ្មានសារធាតុគីមីឬថ្នាំពុលថែទាំដោយយកចិត្តទុកដាក់បំផុតធានាសុវត្ថិភាពដល់សុខភាព100%គ្មានការនាំចូលពីខាងក្រៅអ្វីៗទាំងអស់គឺជាការប្រមូលផលស្រស់ៗចេញពីចំការផ្ទាល់ខ្លួនមិនមានបន្លែផ្លែឈើផ្ញើមកពីប្រភពផ្សេងឡើយដើមឡើយលោកអ៊ំដាំដុះគ្រាន់តែសម្រាប់ហូបចុកក្នុងគ្រួសារប៉ុណ្ណោះប៉ុន្តែដោយសារបន្លែផ្លែឈើដុះលូតលាស់ល្អនិងប្រមូលផលបានច្រើនលើសពីការហូបចុកប្រចាំថ្ងៃលោកអ៊ំទាំងពីរមានបំណងចង់ចែករំលែកភោគផលធម្មជាតិពិតៗទាំងនេះជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងរបស់យើងបានពិសាបន្លែស្រស់ឆ្ងាញ់និងមានសុវត្ថិភាពខ្ពស់ការហូបស្អាតសុខភាពល្អចាប់ផ្ដើមចេញពីបន្លែផ្លែឈើធម្មជាតិដែលដាំដោយក្តីស្រឡាញ់ប្រសិនបើពុកម៉ែបងប្អូនចង់បានបន្លែផ្លែឈើស្រស់ៗធម្មជាតិពិតៗគាំទ្រផលដំណាំរបស់អ្នកស្រុកយើងនិងមើលថែសុខភាពគ្រួសារអាចទំនាក់ទំនងមកកាន់លោកអ៊ំបានបច្ចុប្បន្នលោកអ៊ំមានបេះបន្លែផ្លែឈើស្រស់ៗមកដាក់លក់នៅតូបផ្សារថ្មីព្រៃវែងជាតូបរបស់គាត់ក្រៅពីនេះពុកម៉ែបងប្អូនក៏អាចតាក់ទងបញ្ជាទិញកំងតាមរយៈលេខទូរស័ព្ទជាមុនបានផងដែរដើម្បីឲ្យលោកអ៊ំបេះស្រស់ៗទុកជូនលេខទូរស័ព្ទដើម្បីតាក់ទងកំង088 702 40 01ដំបូងយើងថាដាំសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារទេប៉ុន្តែយើងបរិមាណដែលយើងដាំទៅវាច្រើនយើងអាចនឹងលក់ទៅទីផ្សារសម្រាប់ចំណូលបន្ថែមសម្រាប់ក្នុងគ្រួសាររបស់យើងអ៊ំមានដាំស្វាយក្រូចឆ្មាកាឡៃហៀងស្លឹកនប់ស្លឹកបាសល្មៀតម្ដេងចេកណាំវ៉ាចេកអំបងចេកពងមាន់ស្វាយកៅចិនស្វាយព្រំសែនស្វាយធំសង្កពួរហើយនឹងស្វាយកៅល្មៀតដល់ពេលដល់ក្រោយនោះវាមានម្ដេងមានផ្កាអ៊ំដាំនឹងរយៈពេលយូរនៅយូរហើយតែអ៊ំអត់ហ៊ានធ្វើទីផ្សារទៅឥឡូវហ្នឹងអ៊ំចង់ធ្វើទីផ្សារដោយសារឥឡូវវាមានសង្វាក់ផលិតកម្មដែលផលិតអត់មានជីគីមីហ្នឹងវាដើរតួក្នុងនេះវាជាគណៈចក្រកម្ពុជាយើងនេះអញ្ចឹងអ៊ំចង់ប្រម៉ូទបន្លែហ្នឹងអ៊ំដាំយូរហើយនិយាយរួមបាត់សតគឺខ្ញុំជាមន្ត្រីកសិកម្មហើយយើងមានបទពិសោធន៍ក្នុងការដាំដុះហ្នឹងគឺច្រើនឆ្នាំមកហើយយើងដាំគឺយើងប្រើប្រាស់តែជីលពក់សាច់ហើយនឹងជីកប៉ុសឬក៏បន្តិចពីស្លឹកឈើដែលយើងយកមកផ្សំគ្នាហើយយើងយកទៅដាក់នៅក្នុងថ្នាំហ្នឹងដើម្បីឲ្យថ្នាំហ្នឹងលូតលាស់ល្អហើយទទួលបានផលដោយអត់មានសារធាតុគីមីល្មៀតយើងដាំនេះហ្នឹងហើយម្ដេងហើយនេះគឺស្លឹកគេហៅថាស្លឹកឯណាកត្រូបស្លឹកកត្រូបបាទសម្រាប់អានេះគឺសម្រាប់ស្លម្ជូរគ្រឿងគេដាក់ក្លិនវាហើយក៏យើងមានការដាំនេះជាយើងហៅថាផ្កាឡៃហៀងពីមុនគេហៅផ្កាសាឡាត់ឥឡូវផ្កាឡៃហៀងផ្កាឡៃហៀងយើងហើយយើងក៏មានដាំនៅដំឡូងនេះគេហៅថាដំឡូងដៃខ្លាដំឡូងជាមាន់ហើយយើងក៏មានដាំជួរក្នុងហ្នឹងដែរវានឹងក៏មានដំឡូងដៃខ្លាហើយយើងមានដាំនេះស្ពុកស្លឹកដាំនេះហើយវាមានប្រភេទជីគ្រប់មុខជីគ្រប់មុខក៏យើងមានការដាំដែរយើងដាំដាក់ជាត្រកចេះដាំជើហូបផ្លែមានស្វាយមានខ្នុរក៏ដូចជាមានទៀបបាយដែលយើងគឺការដាំចន្លោះហ្នឹងហើយក៏មានការនេះពទារាសីអីហ្នឹងបាទហើយមានចេកអំបងទុំចេះតម្លាក់ទេនេះរួចឆ្មាហើយយើងរួចឆ្មាអញ្ចឹងកំពុងតែក្តាប់ហើយក៏បានផលបណ្ដើដែរលក់ជាប្រចាំចឹងទៅមានអីហៅថាផ្លែអីចឹងអីរដូវអីលក់នងរដូវដូងក្អូបលក់ដូងក្អូបអូមានដូងក្អូបទៀតអូមែនដូងក្អូបនៅព្រៃកឡោងតែប្រម៉ូទអត់ទាន់ដល់មានតបែកមានម្កាក់បងប្អូនចង់ហូបបន្លែធម្មជាតិផ្លែឈើធម្មជាតិខ្ញុំមានលក់នៅផ្សារព្រៃវែងផ្សារថ្មីទីតាំងនៅផ្លូវ6ម៉ែត្រ